សហរដ្ឋអាមេរិកដែលជាមហាអំណាចកំពូលទី1របស់ពិភពលោកទាំងផ្នែកយោធានិងសេដ្ឋកិច្ចចំពាក់បំណុលសាធារណៈមហាសាលរហូតដល់ទៅ 68.6 trillion ដុល្លារឯណោះគិតត្រឹមឆ្នាំ 2026 នេះហើយគ្រាន់តែបង់ការប្រាក់សុទ្ធលើបំណុលនេះសម្រាប់ខែមករាដើមឆ្នាំនេះមានបំណុលចំនួនរហូតដល់ទៅ 76,000 លានដុល្លារដោយនេះមានន័យថាក្នុងមួយឆ្នាំសហរដ្ឋអាមេរិកត្រូវបង់ការប្រាក់សរុបរហូតដល់ទៅ 912,000 លានដុល្លារនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 2026 ជាការពិតណាស់ថាចំនួនការប្រាក់សរុបដែលរដ្ឋាភិបាលអាមេរិកត្រូវបង់ក្នុងមួយឆ្នាំរហូតដល់ទៅ 912,000 លានដុល្លារនេះគឺពិតជាមានទំហំធំជាងសេដ្ឋកិច្ចជាតិឬ GDP ប្រចាំឆ្នាំរបស់ប្រទេសសិង្ហបុរីទៅទៀតខណៈដែលទិន្នន័យបង្ហាញថាទំហំសេដ្ឋកិច្ចជាតិឬ GDP របស់ប្រទេសសិង្ហបុរីក្នុងមួយឆ្នាំ 2025 មានចំនួន 574,000 លានដុល្លារអាមេរិកនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Reddit ហេតុអ្វីបានជាបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកច្រើនដល់ថ្នាក់នេះជាការពិតណាស់ថាបំណុលជាតិរបស់សហរដ្ឋអាមេរិកមានចំនួនច្រើនខ្លាំងបែបនេះដោយសារតែរដ្ឋាភិបាលចាយលើចំណូលពលគឺចំណាយច្រើនជាងចំណូលពន្ធដែលប្រមូលបានអស់រយៈពេលជាច្រើនឆ្នាំមកហើយហេតុផលចម្បងគឺដោយសារការចំណាយច្រើនលើសន្តិសុខសង្គមការថែទាំសុខាភិបាលនិងការពារជាតិការបញ្ចុះពន្ធដែលបានធ្វើឲ្យចំនួនរដ្ឋាភិបាលធ្លាក់ចុះការខ្ចីបំណុលថ្មីយ៉ាងច្រើនអំឡុងវិបត្តិនានាដូចជាវិបត្តិហិរញ្ញវត្ថុឆ្នាំ 2008 និងវិបត្តិ COVID-19 ជាដើមចំនួនការប្រាក់លើបំណុលដែលមានស្រាប់ចេះតែបន្តកើនឡើងជាលំដាប់ដោយសារតែបែបនេះទើបបានជាប្រធានាធិបតីដាក់ពន្ធគយបដិការពលលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មដែលបាននាំទៅរកសង្គ្រាមពាណិជ្ជកម្មទិន្នន័យបង្ហាញថាក្នុងឆ្នាំសារពើពន្ធ 2025 ប្រាក់ចំណូលពន្ធដែលសហរដ្ឋអាមេរិកប្រមូលបានគឺឈានដល់ទៅ 124,000 លានដុល្លារកើនឡើង 304% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំសារពើពន្ធ 2024 ទោះជាយ៉ាងណាគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសត្រូវបានប្តឹងឡើងតុលាការហើយពេលនេះសហរដ្ឋអាមេរិកកំពុងរងចាំការសម្រេចរបស់តុលាការកំពូលអាមេរិកថាតើលុបចោលពន្ធគយបដិការថ្មីដាក់ដោយលោកដូណាល់ត្រាំឬយ៉ាងណាហើយបើសិនជាលុបចោលមែននោះរដ្ឋបាលលោកដូណាល់ត្រាំប្រហែលជាត្រូវសងប្រាក់ពន្ធដែលត្រូវប្រមូលបានត្រឡប់ទៅគេវិញក្នុងទំហំធំសម្បើមខ្ញុំតារាពី Alt News TV